ចាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពនៅថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការរៀបរាប់ជូនអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងគុណសម្បត្តិនៃការទទួលទានទំពាំងបាយជូរគ្រីមដែលល្អចំពោះសុខភាពរបស់យើងទំពាំងបាយជូរគ្រីមមានផ្ទុកនូវសារជាតិបំប៉ននិងសារធាតុរ៉ែជាច្រើនដែលល្អចំពោះសុខភាពតើដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួមតាមដានស្ដាប់ជាមួយនឹងខ្ញុំថាតើទំពាំងបាយជូរគ្រីមផ្ដល់នូវគុណសម្បត្តិអ្វីខ្លះមកដល់សុខភាពរបស់យើងសម្រាប់គុណសម្បត្តិទី1គឺធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់យើងមានភាពល្អប្រសើរឡើងដោយសារតែទំពាំងបាយជូរគ្រីមគឺជាប្រភេទអាហារដែលមានជាតិសរសៃពីធម្មជាតិដែលអាចជួយក្នុងការសម្អាតបំពង់រំលាយអាហារជួយសម្អាតជាតិពុលនិងកាកសំណល់ផ្សេងៗចេញពីបំពង់អាហារក្រៅពីនេះក៏អាចជួយថែរក្សានៅប្រព័ន្ធរំលាយអាហាររបស់យើងឲ្យមានសុខភាពល្អទៀតផងសម្រាប់គុណសម្បត្តិទី2គឺធ្វើឲ្យឆ្អឹងនិងសុខភាពមាត់ធ្មេញមានភាពល្អប្រសើរជាងមុនទំពាំងបាយជូរគ្រីមជួយក្នុងការពង្រឹងសុខភាពឆ្អឹងនិងធ្មេញឲ្យបានរឹងមាំដោយសារតែទំពាំងបាយជូរគ្រីមមានផ្ទុកនូវសារជាតិកាល់ស្យូមក្នុងបរិមាណមួយយ៉ាងខ្ពស់ក្រៅពីនេះទំពាំងបាយជូរគ្រីមក៏មានផ្ទុកនូវសារជាតិបំប៉នតូចៗដែលជំនួយដល់ការបឺតស្រូបយកនឹងជាតិកាល់ស្យូមនិងការកើនឡើងនៅទម្ងន់របស់ឆ្អឹងដែលអាចជួយការពារនៃជំងឺពុកឆ្អឹងជាពិសេសចំពោះស្ត្រីដែលនៅវ័យចំណាស់រីឯគុណសម្បត្តិទី3គឺជួយការពារដល់ជំងឺមហារីកទំពាំងបាយជូរគ្រីមក៏ផ្ដល់នូវការការពារនៃជំងឺមហារីកពោះវៀនធំដោយសារតែទំពាំងបាយជូរមានផ្ទុកនូវសារជាតិមួយយ៉ាងដែលអាចជួយការពាររាងកាយពីការផ្សាយភាយនៃពពួករ៉ាឌីកាល់សេរីដែលទទួលខុសត្រូវចំពោះការលូតលាស់របស់ពពួកសាច់ដុំមហារីករីឯគុណសម្បត្តិទី4គឺផ្ដល់នូវថាមពលមកដល់រាងកាយរបស់យើងទំពាំងបាយជូរគ្រីមគឺជាប្រភពថាមពលដ៏ល្អមួយជាពិសេសចំពោះអ្នកកីឡាក្រៅពីនេះទំពាំងបាយជូរគ្រីមក៏ល្អចំពោះអ្នកដែលមានបំណងចង់ឡើងគីឡូផងដែរបន្ថែមពីលើនេះទៅទៀតទំពាំងបាយជូរគ្រីមក៏មានផ្ទុកនូវជាតិស្ករដូចជាក្លូកូសនិងប្រូតូដែលជាប្រភពថាមពលដ៏ល្អសម្រាប់សុខភាពរបស់យើងរីឯគុណសម្បត្តិទី5ចុងក្រោយនឹងគឺជួយលើកស្ទួយទៅដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយទំពាំងបាយជូរគ្រីមជួយដល់ការបឺតស្រូបយកសារជាតិបំប៉នក៏ដូចជាសារធាតុរ៉ែផ្សេងៗនៅក្នុងរាងកាយដូចជាពពួកវីតាមីននិងប្រូតេអ៊ីនដែលពិតជាជំរុញទៅដល់ប្រព័ន្ធភាពស៊ាំរាងកាយរបស់យើងឲ្យមានសកម្មភាពសម្រាប់គុណសម្បត្តិទី5ហ្នឹងគឺជួយលើកស្ទួយដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយទំពាំងបាយជូរគ្រីមជួយទៅដល់ការបឺតស្រូបយកសារជាតិបំប៉ននិងសារធាតុរ៉ែផ្សេងៗនៅក្នុងរាងកាយដូចជាពពួកវីតាមីននិងប្រូតេអ៊ីនដែលពិតជាជួយជំរុញទៅដល់ប្រព័ន្ធភាពស៊ាំរាងកាយរបស់យើងឲ្យសកម្មចា៎ហើយសម្រាប់អត្ថបទនេះផងដែរ Channel យើងខ្ញុំដកស្រង់ចេញពីគេហទំព័រក្នុងស្រុក health.com.ke ចា៎សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានក៏ដូចជាគាំទ្រនៅ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនាងខ្ញុំសូមអភ័យទោសផងដែររាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសដែលអាចកើតឡើងដោយអចេតនានៅត្រង់ចំណុចណាមួយចា៎សូមអរគុណ